social media influencers identified by most Filipinos as the main spreaders of false information in the country. An overwhelming majority also agree fake news is a problem that should be addressed in the Philippines. សប្តាហ៍ថ្ងៃព័ត៌មាននៅលើបណ្ដាញសង្គមគឺពិតជាច្រើនខ្លាំងមែនទែនទាំងព័ត៌មានពិតនិងព័ត៌មានមិនពិតហើយសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ជឿទៅលើព័ត៌មានទាំងអស់នោះដែរពី60ទៅ70%ជឿ50%ដោយសារតែព័ត៌មានខ្លះមានការចែករំលែកច្រើនហើយប្រភពព័ត៌មាននឹងអាចកើតឡើងជាក់ស្ដែងអញ្ចឹងធ្វើឲ្យយើងនឹងងាយជឿទៅលើព័ត៌មានមួយហ្នឹងតែព័ត៌មានខ្លះខ្ញុំអត់សូវជឿដោយសារតែភាគច្រើនចែករំលែកមកវាមិនមែនជាផេកផ្លូវការឬក៏ផេកក្រសួងទេវាមាន50-50ពេលខ្លះនៅក្នុងផេកក្រសួងយើងអាចជឿបានប៉ុន្តែនៅពេលខ្លះទៀតវាផុសមិនមែនជាផេកក្រសួងយើងអាចជឿបានទេហើយយើងមិនចេះតែជឿហើយយើងមិនចេះតែ share ទេព្រោះអីពេលខ្លះការ share របស់យើងនឹងក៏ធ្វើឲ្យអ្នកខ្លះទៀតចលាចលផងដែរអញ្ចឹងវាអាចនឹងជឿ50-50វាមិន 100% ជឿ50-50ដែរដោយសារតែយើងអត់ដឹងច្បាស់ថាវីដេអូនឹងពិតឬក៏ខ្លាំងខ្លាយយើងហើយបើសិនជាយើងចង់ដឹងថាពិតឬក៏ខ្លាំងខ្លាយយើងក៏លេខទៅមើល like comment ហើយជាមួយនឹង share តែគេ share ទៅល្អអត់ថាវាព័ត៌មានពិតឬក៏ខ្លាំងខ្លាយអញ្ចឹងណាហើយយើងមើលអ្នកផុសនឹងផងថាគាត់ផុសឬក៏ថាជាព័ត៌មានពិតឬក៏ពលសង្គមឬអីចឹងទៅក៏យើងមើលអាលេខបើសិនជាគាត់ផុសក្នុង page យើងមើលអាកន្លែងគេ recommend នៅកន្លែង sky នៅគេ recommend នៅខាង off page នេះទៅពលសង្គមឬក៏ព័ត៌មានពិតខ្ញុំជឿទៅលើការបង្ហោះលើបណ្ដាញសង្គមដោយសារតែពីមុនការអ្នកដែលប្រើប្រាស់បណ្ដាញសង្គមហ្នឹងអត់តាន់មានភាពទូលំទូលាយដូចបច្ចុប្បន្នទេហើយខ្ញុំអត់ជឿដោយសារតែបច្ចុប្បន្នអ្នកប្រើប្រាស់បណ្ដាញសង្គមហ្នឹងវាមានភាពទូលំទូលាយច្រើនមានការភ័យខ្លាចហើយពេលគេផុសបណ្ដាញសង្គមម្ដងដូចគ្មានទំនុកចិត្តលើខ្លួនឯងថាព័ត៌មានហ្នឹងពិតឬខ្លាំងខ្លាយសម្រាប់ផលប៉ះពាល់ក្នុងសង្គមបើសិនជាយើងចែករំលែកព័ត៌មានអត់ពិតបង្កជាការយល់ច្រឡំហើយអត់មានស្ដាប់ធ្នាប់ទេភាពចលាចលនៅក្នុងសង្គមទីពីរអសន្តិសុខហើយប្រជាជនគឺគាត់មានការភ័យខ្លាចទៅនឹងព័ត៌មានមួយហ្នឹងព្រោះគាត់អត់ដឹងច្បាស់ហើយពេលប្រជាជនដែលមានការលក់ដូរអញ្ចឹងទៅគាត់បិទតូបបិទអីដោយសារតែគាត់ភ័យខ្លាចហើយគាត់រត់ហើយអញ្ចឹងទៅធ្វើឲ្យគាត់បាត់បង់ប្រាក់ចំណូលប្រាក់ប្រចាំថ្ងៃរបស់ពួកគាត់មានផលប៉ះពាល់ខាងមិនទៅឧទាហរណ៍ថាយើងឃើញវីដេអូហ្នឹងឬក៏រូបណាគេមួយទៀតផុសថាម្នាក់នេះនិយាយម្នាក់នោះទៅនិយាយចោះហើយយើងចិត្តតែជន់តាមគេទៅយកដឹងតាមពិតណាគេថាដឹងកាប់យកតាមដឹងច្បាស់ផងមិនហេតុអីបើយើងឆាប់ជឿគេម៉េចហើយដល់ពេលយើងចិត្តតែជន់តាមគេទៅមានថាយើងខុសណាយើងចិត្តតែជន់តាមគេហើយយកដឹងថាព័ត៌មាននេះវាច្បាស់លាស់ឬក៏អត់ទេគឺវាមានផលប៉ះពាល់ខាងមែនតើជាពិសេសនៅក្នុងកលៈទេសៈនេះជាពិសេសរឿងសង្គ្រាមព្រំដែនព្រោះប្រទេសជាតិយើងឥឡូវកំពុងតែវាអត់មានសន្តិភាពដោយការពីឆ្នាំ2023 2024ទេអញ្ចឹងនៅពេលដែលយើងជឿទៅលើការផុសដូចមានយន្តហោះធ្លាក់ទម្លាក់គ្រាប់នៅតាណាអញ្ចឹងពេលខ្លះវាអត់មានទេដូចមានដ្រូនហោះនៅស្រុកនេះប៉ុន្តែវាអត់មាននឹងជាព័ត៌មានបំពល់យើងនៅពេលដែលព័ត៌មាននឹងបំពល់យើងនឹងធ្វើឲ្យយើងនឹងមានអារម្មណ៍ថាផិតភ័យពេលខ្លះវាអត់មានរឿងអីសោះក៏យើងអាចនឹងធ្វើការបដូរទីលំនៅដូចយើងត្រូវជំនះភាសឹកជនភាសឹកអីយ៉ាងតែនៅក្នុងភូមិយើងនៅក្នុងខេត្តយើងអត់មានទេអញ្ចឹងព័ត៌មានអស់ហ្នឹងបើសិនជាយើងចេះតែយកមកស្ដាប់ចេះតែជឿតាមគេជាពិសេសចាស់គាត់ជឿគេច្រើនបើគាត់ជឿគេអញ្ចឹងគាត់មានភ័យគាត់ទៅជីកត្រង់សេដូចអីចឹងតែវាដូចជាការជីកត្រង់សេនោះវាអត់ខុសទេអានេះគេហៅថាយើងប្រេទុកមុនតែនៅស្រុកយើងវាអត់មានបទទានឬអីទេអញ្ចឹងនៅពេលដែលយើងជឿចេះតែជឿវាធ្វើឲ្យយើងខាតទាំងពេលវេលារស់ស៊ីខាតទាំងយើងអត់អាចមានន័យថាយើងក្នុងចិត្តយើងវាអត់ស្ងប់ដូចជាខ្ញុំចាញ់បាក់គេដូចជាបាញ់លុយអីឲ្យគេអីចឹងដូចជាមានភ័យខ្លះគឺគាត់ផុសសុំមូលនិធិសុំជំនួយអីចឹងទៅហើយក៏ខ្ញុំជួយទៅគេចឹងទៅបាញ់លុយបាញ់អីឲ្យគេចឹងទៅហើយផលប៉ះពាល់សម្រាប់សង្គមហ្នឹងដូចជា share តគ្នាអីចឹងទៅក៏មានប្រជាជនប្រជាពលរដ្ឋមួយចំនួនគឺគាត់ជួយទៅកាន់เพจហ្នឹងដែរអញ្ចឹងបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាលហើយទី2ធ្វើឲ្យមានភាពចលាចលក្នុងសង្គមទី3ធ្វើឲ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គីគ្នា